Hello សួស្តីអ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការនិយាយអំពី SCP-6698 អ្នកទាំងអស់ស្គាល់ SCP-6698 ដែរឬទេ SCP-6698 គឺជា SCP មួយដែលវាគ្រាន់តែជាបន្ទប់ទឹកមួយទេក៏ប៉ុន្តែបន្ទប់ទឹកនោះគឺជាបន្ទប់ទឹកដែលមិនធម្មតានៅពេលដែលមានអ្នកណាចូលទៅហើយគឺមិនអាចចេញមកវិញបានទេហើយបន្ទប់ទឹកហ្នឹងនឹងធ្វើឲ្យមនុស្សអ្នកហ្នឹងគឺបាត់ខ្លួនតែម្ដងហើយចង់ដឹងដល់សាច់រឿងយ៉ាងណាតើមកទស្សនាជាមួយខ្ញុំទាំងអស់គ្នាខ្ញុំនឹងធ្វើការបកស្រាយជូនអ្នកនរគ្នាស្ដាប់ដោយជាទីមេត្រីសាច់រឿងដំបូងដែលធ្វើឲ្យគេរកឃើញ SCP-6698 ហ្នឹងគឺដោយសារតែ SCP-6698 ហ្នឹងវាបានធ្វើការសម្លាប់មនុស្សអស់ជាច្រើនអ្នកអញ្ចឹងណាដោយសារតែមនុស្សដែលបានចូលទៅក្នុងបន្ទប់ទឹកហ្នឹងទៅគឺត្រូវបាត់ខ្លួនហ្មងអាចចេញមកវិញបានហើយបាត់ខ្លួនហើយគ្មានសមោលទេគឺអាចរកឃើញទេអញ្ចឹងហើយជាហេតុដែលធ្វើឲ្យ SCP Foundation ហ្នឹងក៏បានដឹកដំណឹងនេះហើយក៏បានធ្វើការចុះទៅស្រាវជ្រាវអំពី SCP-6698 នឹងឯងក្រោយពីការសិក្សាស្រាវជ្រាវអស់រយៈពេលជាយូរ SCP Foundation ក៏បានធ្វើតេស្តទៅលើ SCP-6698 ដោយសាកល្បងចង់ដឹងថាតើនៅក្នុងនោះវាមានអ្វីហើយមានអ្វីចម្លែកនៅក្នុងនោះដោយគេប្រើប្រាស់កម្មវិធីផ្សេងៗឬក៏ឧបករណ៍ផ្សេងៗដោយដាក់កាមេរ៉ានៅក្នុងបន្ទប់ទឹកហ្នឹងហើយគេធ្វើតេស្តឲ្យមានមនុស្សចូលទៅក្នុងនោះអញ្ចឹងណាអញ្ចឹង SCP Foundation ក៏បានបញ្ជូនអ្នកទោសរបស់ខ្លួនដែលមានលេខកូដសម្គាល់ D20.15 ឲ្យចូលទៅដើម្បីធ្វើតេស្តថាតើនៅក្នុងបន្ទប់ហ្នឹងវាមានបញ្ហាអ្វីហេតុអ្វីបានធ្វើឲ្យមានការបាត់មនុស្សដោយមិនដឹងមូលហេតុអញ្ចឹងណាគេក៏បានដាក់ឧបករណ៍ផ្សេងៗដើម្បីតាក់ទងជាមួយនឹងអ្នកដែលបានចូលទៅដើម្បីធ្វើតេស្តហ្នឹងណាហើយនៅពេលដែលអ្នកទោស D20.15 ហ្នឹងបានចូលទៅទ្វារហ្នឹងក៏ចាប់ដើមបិទគ្រាំងយកតែម្ដងហើយធ្វើឲ្យអ្នកទោសហ្នឹងក៏មិនអាចបើកទ្វារនឹងវិញបានទេដែលធ្វើឲ្យគេនឹងមានការភ័យខ្លាចជាខ្លាំងហើយស្រាប់តែបើកមិនបានហ្នឹងគេក៏សង្ស័យហើយក៏បានស្វែងរកមើលគឺអត់មានអ្វីចម្លែកនោះទេស្រាប់តែមួយស្របក្រោយមកក៏មានសាច់កាឡាតចេញមកពីអាងទឹកហ្នឹងណាអាងទឹកដែលសម្រាប់មួយក៏ចេញមកពីប្រឡោះហ្នឹងមកដំបូងចេញមួយដែលធ្វើឲ្យគាត់ក៏មានការភ័យខ្លាចដែរភ័យខ្លាចតិចតួចអញ្ចឹងណាតែស្រាប់តែយូរទៅវាចេញច្រើនទៅដែលធ្វើឲ្យសត្វកាឡាតហ្នឹងវាប្រហារទៅកាន់គាត់តែម្ដងដែលធ្វើឲ្យគាត់ហ្នឹងពិបាកទប់ទល់អញ្ចឹងណាដោយសារតែសត្វកាឡាតច្រើនពេកដល់ពេលអញ្ចឹងសាច់កាឡាតវាធ្វើការវាប្រហាររហូតទៅដល់អ្នកទោសដែលមានលេខសម្គាល់ D20.15 ហ្នឹងបានបាត់បង់ជីវិតភ្លាមតែម្ដងហើយសាច់កាឡាតហ្នឹងក៏បានធ្វើការរុកទៅចូលខ្លួនរបស់អ្នកទោស D20.15 ហ្នឹងចូលសុសសាច់ពេញខ្លួនតែម្ដងដែលធ្វើឲ្យអ្នកទោសហ្នឹងគឺបាត់បង់ជីវិតដោយសន្តិវិធីហើយនៅពេលដែលអ្នកទោសហ្នឹងស្លាប់ភ្លាមអាសត្វកាឡាតហ្នឹងក៏បានរួមគ្នាបង្កើតបានជាអា3សាច់នេះលេចចេញមកតែម្ដងដែលធ្វើឲ្យមានការភ្ញាក់ផ្អើលមែនទែនអញ្ចឹងមានន័យថានៅក្នុងបន្ទប់ទឹកនេះឬក៏ SCP 6698នេះគឺមាន3សាច់នៅក្នុងហ្នឹងអញ្ចឹងណាអញ្ចឹងมันវាសម្រាប់មនុស្សគ្រប់គ្នាដែលបានចូលទៅក្នុងហ្នឹងអញ្ចឹងណាអញ្ចឹងនិយាយរួមមកអាក្នុងបន្ទប់ទឹកឬក៏ SCP 6698នេះគឺជាបន្ទប់ទឹក3សាច់អញ្ចឹងនៅពេលដែលមនុស្សចូលទៅគឺវាធ្វើការសម្លាប់ឲ្យស៊ីមនុស្សនឹងយកតែម្ដងហើយក្រោយមកហ្នឹង SCP Foundation ក៏មិនដឹងធ្វើម៉េចក៏ស្រាប់តែសម្រាប់ចិត្តយកអាបន្ទប់ទឹកហ្នឹងទៅកំទេចចោលតែម្ដងដើម្បីកុំឲ្យវាធ្វើបាបឬសម្លាប់មនុស្សតទៀតអញ្ចឹងណាហើយក្រោយមកក៏ឡើងមានអា SCP 6698ហ្នឹងតទៀតទៅអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាដែលបានទស្សនាវីដេអូខ្ញុំតាំងពីដើមដល់ចប់កុំភ្លេចចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងហើយកុំភ្លេចចុច Like Page ហើយនិង Follow TikTok របស់ខ្ញុំម្នាក់មួយផងបើសិនបើអ្នកគ្នាចង់ស្ដាប់រឿង SCP ផ្សេងៗសូម comment ខាងក្រោមមកខ្ញុំនឹងធ្វើការចេញវីដេអូជូនអ្នកនរគ្នាអូខេអ្នកគ្នាបាយ